ដែរសងបើសិនជាមានលុយសងពួកខ្ញុំទេអូចុះអ្នកស្រីមកចាំបំណុលកាត់ស្អីនោះមិនទៅជាប្រកាច់ប្រកិនអញ្ចឹងអ្នកស្រីខ្ញុំនឹងរត់អូយអាមិនទេប្រើស្ក្រាប់ធម្មជាតិ KS Nature ដើម្បីទទួលបានស្បែកទន់ភ្លឺថ្លាមករលោងចាអូយឲ្យរឿងស្អីលុយគេនេះមួយដល់ថ្ងៃគឺខ្ញុំសងហ្មងចេះតែជឿទៅអ្នកស្រី CEO អើយនិយាយរួមអាពេលអត់បានលុយចេះតែនិយាយចឹងឯងចាំមើលតែបាន1000ហើយក្រឡាស់ដោះដៃហើយចាឲ្យតែប្រកាសបើសិនជាខែក្រោយខ្ញុំមិនដល់ទៅមានលុយឲ្យទេខ្ញុំនឹងរកឲ្យយករងនេះទាំងប្លង់ខ្សែទាំងប្លង់ស្តាទាំងប្លង់ស្តាអូយអ្នកស្រីអើយតឹងទ្រូងណាស់មិនដឹងជាប្លង់តាប្លង់ស្តាប្លង់យ៉ាស្អីគេទេអ្នកស្រីទាំងប្លង់ស្តាទាំងប្លង់ស្តាមិនដឹងជាប្លង់ស្អីនិយាយច្បាស់មើលទាំងប្លង់ស្តាប្លង់ផ្ទះសំបីក្រែនេះក្រឹបអត់ដែរអីតើស្អីនេះមាននៅក្នុងផ្ទះហ្នឹងខ្ញុំអត់ទៅទាំងអស់មិនឲ្យសល់មួយសំបីតែលីអូងាប់ហើយអ្នកមីងអើយមិនបាច់ទៅចងការចងអីទេអ្នកមីងគ្រាន់តែចងការ1000រៀលសោះរឹបអស់ទាំងផ្ទះទាំងអីរឹបអស់ទាំងលីអូគ្មានសល់នេះអ្នកមីងអូយលុយគេច្រើនណាស់ណែច្រើននឹងឯងលើថាថ្ងៃនេះអង្គការមកទាលុយហីម្ចាស់ទាម្ចាស់ទាម្ចាស់ទាស្មានតែស្រែកនឹងស្មានតែនៅឆ្ងាយគ្នាលោកព្រះនៅចិត្តគ្នាបង្កើតហើយអត់មានឃើញម្ចាស់ផ្ទះគួយនឹងទេចូលស្រែកហៅហើយស្រែកហៅឡើងមកទំហឹងស្មានតែនៅឆ្ងាយនៅហ្នឹងហេអត់ឃើញមនុស្សហ៎មនុស្សអង្គុយឡើងជើងនោះថាអីចេះខុសគេស្ដីឲ្យតតបានហើយនៅទល់មុខគ្នាស្រែកឡើងមកទំហឹងដល់ថ្ងៃដល់ខែហើយណាមីងមិនតាសងលុយមើលសក់ម្ចាស់បំណុលឡើងក្រញាស់អូយលោកគ្រូអើយខ្ញុំអត់ទាន់មានលុយទេលោកក៏មិនសូវដាច់ហូចអ្នកមីងអត់ទាន់មានលុយហូចអ្នកមីងសម្ញែងមាសស្បាម្លេះអ្នកមីងមាសនៅដៃឡើងចាំងហ្មងណាមានលុយពិតមែនណាសំខាន់លំកកទៀតអីកម្លេះអ្នកមីងឆ្លៀតមកធ្វើលំកអួតខ្សែកទៀតណាចេះអីដល់ប្រពន្ធផងឈប់ខ្ញុំមើលលុយនៅក្នុងតុងខ្ញុំសិនអួតទូរស័ព្ទទីលោកព្រះហើយអត់មានលុយទេ1000រៀលតែអួតទូរស័ព្ទ iPhone 12ភ្នែកមួយ12ភ្នែកមួយបើសិនជាមានលុយថងពួកខ្ញុំទេអូចុះអ្នកស្រីមកចាំបំណុលកាត់ស្អីនោះមិនទៅជាប្រកាច់ប្រកិនអញ្ចឹងអ្នកស្រីខ្ញុំនឹងរត់អូយអាមិនទេរឹបអស់មែននិយាយភ្លាមរឹបអស់ភ្លាមម្ដងអានេះមិនរឹបអស់អានេះចងខ្សែអូយកដល់មើលអញ្ចឹងអីវ៉ាន់ហើយទៅបំផ្លាញរបស់គេទៅទាញបដួលរបស់គេអញ្ចឹងបាក់បែករបស់គេអស់ហើយអ្នកស្រីមកចាប់បំណុលនេះសម្រាប់បងប្អូនដែលកំពុងតែជួបបញ្ហាស្បែកស្ងួតស្បែកស្អាតស្បែកគ្រើមបែកសកាហើយលាបលេអត់ចុះស្បែកទេខ្ញុំ recommend មែនទែននៅប្រើជាមួយនឹង scrub ធម្មជាតិ KS Nature នេះដោយសារតែ scrub ធម្មជាតិ KS Nature គឺជាផលិតផលនៅក្នុងស្រុកយើងផ្ទាល់តែម្ដងបងប្អូនដែលផលិតឡើងដោយរូបមន្តសំសុទ្ធតែល្អទាំងអស់តែម្ដងសម្រាប់ scrub ធម្មជាតិ KS Nature គឺយើងមាន3មុខមាន scrub អំពិល scrub បន្លៃហើយនិង scrub កាហ្វេនឹងឯងបងប្អូនហើយបើនិយាយពីសាច់ scrub ហើយក្លិនរបស់ scrub វិញគឺខ្ញុំឲ្យ10លើ10តែម្ដងបងប្អូនហើយក្លិនគេគឺពិតតែម្ដងណាហើយខ្ញុំជាអ្នកប្រើផ្ទាល់អញ្ចឹងខ្ញុំដឹងពីគុណភាពពិតតែម្ដងវិធីប្រើប្រាស់ងាយស្រួលទេបងប្អូនគ្រាន់តែលាយ scrub ទាំង3មុខបញ្ចូលគ្នាហើយកូរឲ្យសព្វបងប្អូនអាចយកទៅ scrub លើស្បែកបងប្អូនបានហើយបងប្អូនធ្វើបែបនេះមួយសប្តាហ៍2ទៅ3ដងដើម្បីជំរុញការសកាចាស់លើស្បែកជួយឲ្យស្បែកយើងភ្លឺទន់ម៉ត់រលោងហើយលាបលេទៅឆាប់សអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចាប់អារម្មណ៍ចង់បាន scrub ធម្មជាតិ KS Nature យកទៅប្រើប្រាស់បងប្អូនអាចតាក់ទងកំងតាម page ដែលខ្ញុំដាក់នៅខាងលើនេះណាគាត់នឹងតបឆាតហើយផ្ញើអីវ៉ាន់ជូនបងប្អូនអរគ្នាអរគុណច្រើនបាយបាយ